ក្រុមអ្នកស្មោះស្ម័គ្រលោកកម្មសខាថាមួងណារ៉េតបកស្រាយមិនមើលច្បាប់រឿងលោកកម្មសខាបានតំណែងប្រធានបកខ្ញុំសូមអរគុណក្រុមលោកកម្មសខានៅតែមានស្វាមីភក្តិការពារតកូលកម្មនេះខ្ញុំមិនទៅដកចោលអាការដែលស្មោះស្ម័គ្រនឹងលោកកម្មសខាអីទៅធ្វើទៅព្រោះអស់លោកមានសង្ឃឹមជាមួយលោកកម្មសខាយូរពេករហូតតឆ្លោះគ្នាជាមួយក្រុមលោកសំរងស៊ីបែកខ្ទិះដោយសារការពារលោកកម្មសខានិងតកូលកម្មដល់ទីបំផុតគេចោះចូលទៅរដ្ឋាភិបាលយើងនៅកតុយលំអដាច់ទម្លាក់ចោលក្នុងបឹងផលិតពលឹងពលះចុះស៊ីផលិតអស់មករករឿងមុងណារ៉េតវិញមករករឿងមុងណារ៉េតហ្នឹងថាខ្ញុំនឹងនិយាយថារឿងដែលលោកសំរងស៊ីបកគលទូនីតិប្រធានបកតែឲ្យលោកកម្មសខាហ្នឹងមិនត្រឹមត្រូវទេច្បាប់បោះឆ្នោតគេនិយាយថានរណាមានងារជាតនដិតអីអញ្ចឹងគឺគេដកទូនីតិពីប្រធានបកពីប្រធានអីហ្នឹងមិនមែនជាការបកគលជាការផ្ទេរអីចឹងទៅគាត់ចង់និយាយចឹងណាឲ្យខ្ញុំទៅមើលច្បាប់បោះឆ្នោតមិនអីទេលោកការពារទៀតចុះខ្ញុំមិនទៅដកហូតអីទេគ្រាន់តែថាព័ត៌មានដែលខ្ញុំចាំមកហ្នឹងគឺលោកសំរងស៊ីពិតជាសរសេរលិខិតផ្ទេរការងារតំណែងបកនេះឲ្យទៅគណៈបកលោកកម្មសខាកាន់មែនព្រោះខ្លាចគេរំលាយគណៈបកសង្គ្រោះជាតិដោយសារគេចោទលោកសំរងស៊ីពីបទក្បត់ជាតិឬក៏មានទោសអីអញ្ចឹងហើយក្នុងនេះខ្ញុំចាត់ទុកថាជាសិលធម៌បើលោកអះអាងថាទោះបីជាលោកសំរងស៊ីមិនបានផ្ទេរក៏តំណែងហ្នឹងត្រូវបានទៅលោកកម្មសខាជាស្វ័យប្រវត្តិក៏ដោយក្នុងនាមជាប្រធានគណៈបកសង្គ្រោះជាតិយកទៅអស់លោកកំពុងតែនាំគ្នាកាយប្រវត្តិសាស្ត្រអំពីគណៈបកសង្គ្រោះជាតិដែលលោកកម្មសខាព្រមទទួលស្គាល់ថាលោកជាជនក្បត់ជាតិដោយមិនប្តឹងសាលដីការបស់តុលាការហើយឲ្យគណៈបកសង្គ្រោះជាតិគេរំលាយបានដោយស្របច្បាប់ដោយសារមេបកអត់ប្តឹងជំទាស់ហើយនឹងអាមេរិកជាប់ទោសដោយសារឲ្យចុងក្រោយស្រាប់តែកញ្ញាកម្មនោចាពេលដែលរលាយអស់ហក់ចូលទៅគណៈបកឬរដ្ឋាភិបាលកម្ពុជាបាត់ទុកឲ្យប្រជាពលរដ្ឋនៅឯកោតែលតោអត់អីទេការពារអីខ្ញុំនឹងផ្សាយឲ្យគ្រាន់តែថាអឺភ្នំព្រះសម័យដែលវាកំពុងបាក់សង្កត់ហើយខ្ញុំមិនដឹងថាមានអ្នកណាទៅជួយការពារតកូលកម្មបានទៀតទេទុកឲ្យពេលវេលាទៅជាអ្នកចាំប្រាប់